ប្រធានមន្ត្រីសាធារណការខេត្តព្រះវិហារសម្រាប់មិនពូកែប្រមូលប៉ុន្តែពូកែប្រមូលលុយការឆ្លុះបញ្ចាំងពីបញ្ហាសេវាប្រមូលសម្រាប់សាធារណៈព្រះវិហារតាមបណ្ដាញសង្គមរបស់ប្រធានមន្ត្រីសាធារណការខេត្តព្រះវិហារកាលពីថ្ងៃទី29ខែកញ្ញាឆ្នាំ2025កន្លងមកនេះបានលើកឡើងពីបញ្ហាសម្រាមនៅក្រុងព្រះវិហារថាសម្រាមមិនពូកែប្រមូលប៉ុន្តែពូកែប្រមូលលុយការឆ្លុះបញ្ចាំងពីបញ្ហាសេវាប្រមូលសម្រាប់សាធារណៈក្នុងអត្ថបទដែលលោកសំលៀងត្រីប្រធានមន្ត្រីសាធារណការខេត្តព្រះវិហារបានបង្ហោះត្រូវបានរៀបចំឡើងដោយផ្អែកលើមតិយោបល់របស់សាធារណជនជាច្រើនអ្នកដែលបានចូល comment ទាក់ទងនឹងសេវាប្រមូលសម្រាមដែលបង្ហាញពីការមិនពេញចិត្តចំពោះការផ្តល់សេវាក៏ប៉ុន្តែយកចិត្តទុកដាក់ខ្ពស់ទៅលើការប្រមូលកម្រៃសេវាមតិទាំងនោះបានគូបញ្ជាក់យ៉ាងច្បាស់លាស់អំពីការខ្វះខាតក្នុងការគ្រប់គ្រងសម្រាមសាធារណៈដែលជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋដែលផ្ទុយគ្នារវាងការប្រមូលលុយនិងការប្រមូលសម្រាមចំណុចសំខាន់និងមានទម្ងន់បំផុតនៅក្នុងមតិយោបល់ទាំងអស់នោះគឺការរិះគន់ទៅលើភាពផ្ទុយគ្នាដ៏ធ្ងន់ធ្ងររវាងល្បឿននៃការប្រមូលកម្រៃសេវានិងភាពយឺតយ៉ាវនៃការប្រមូលសម្រាមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថាពេលដល់ខែត្រូវបង់លុយខាងក្រុមហ៊ុនប្រមូលសម្រាមតែងតែមកទារយ៉ាងទៀងទាត់និងលឿនរហ័សពេលខ្លះមកទារលុយមុនថ្ងៃកំណត់ក៏មានជាចំណាប់អារម្មណ៍នៅក្នុងមតិយោបល់ក្នុងនោះaccountលោកស្រីឈ្មោះនៀតបានលើកឡើងថាប៉ិតណាស់លោកពូលុយដល់ខែមកភ្លាមចំណែកaccountលោកស្រីឈ្មោះស៊ីហ៊ីមក៏បានលើកឡើងជាសំណួរយ៉ាងចាស់ដៃផងដែរមែនតើពូមួយខែប្រមូលលុយ 3-4 ដងជំវិញបញ្ហាខាងលើលោកកឹមច័ន្ទបញ្ញាអភិបាលរងខេត្តព្រះវិហារបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានយើងតាម Telegram ថាបញ្ហាសម្រាប់នេះរដ្ឋបាលខេត្តយកចិត្តទុកដាក់និងកំពុងត្រួតពិនិត្យលើកិច្ចសន្យាក្រុមហ៊ុនប្រមូលសម្រាមឡើងវិញហើយបញ្ហាសម្រាមក្នុងក្រុងព្រះវិហារនឹងត្រូវបានដោះស្រាយឆាប់ៗខាងមុខនេះសូមអរគុណចំណែកលោកមឿងសុភេទប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារបានបកស្រាយថាយោងតាមអនុក្រឹត្យ113មន្ត្រីបរិស្ថានបានប្រកាសសិទ្ធិនិងសម្ភារៈផ្សេងៗឲ្យទៅក្រុងស្រុកជាអ្នកទទួលខុសត្រូវ